វីដេអូធ្វើម្ហូបសូមកុំដាក់ចម្រៀងអីមួយរយៈមុនខ្ញុំបានផុសវីដេអូធ្វើម្ហូបខ្ញុំដូចជាប្រចាំថ្ងៃរាល់ថ្ងៃនេះអញ្ចឹងទៅក៏មានលោកពូម្នាក់គាត់ចូលខមមិននៅក្នុងវីដេអូខ្ញុំគាត់ថាសូមកុំឲ្យខ្ញុំដាក់បទចម្រៀងលេីឡំគ្នានិយាយទៅបងប្អូនហើយនិយាយទៅវីដេអូរបស់ខ្ញុំគឺខ្ញុំអត់មានបានដាក់ចម្រៀងអីទេវាគ្រាន់តែជាភ្លេងរំដំចិត្តតិចតួចប៉ុណ្ណឹងឯងខ្ញុំគ្រាន់តែដាក់ភ្លេងអមតិចតិចដើម្បីអ្នកស្ដាប់កុំឲ្យគាត់ស្ដាប់សំឡេងរបស់ខ្ញុំទៅមើលទៅវារៀងគោកពេកអីចឹងទៅបងប្អូនបានខ្ញុំចេះតែដាក់តិចតិចទៅណាមួយវាមិនមែនជាបទចម្រៀងទេវាគ្រាន់តែជាភ្លេងប៉ុណ្ណោះប៉ុន្តែក៏អរគុណគាត់ដែរគាត់ថាគាត់ចូលចិត្តមើលវីដេអូខ្ញុំប៉ុន្តែគាត់អត់ចង់ឲ្យខ្ញុំដាក់ភ្លេងអីអញ្ចឹងណាបងប្អូនអានឹងវាគ្រាន់តែជា style របស់យើងម្នាក់ផ្សេងពីគ្នាអញ្ចឹងណាពីមុនមកក៏ខ្ញុំអត់ដែរដាក់ភ្លេងដែរខ្ញុំធ្លាប់តែបញ្ចូលសលេងគោកទេប៉ុន្តែស្ដាប់មើលទៅវាដូចអត់សូវទំនងសោះយូរទៅខ្ញុំចេះអាប់ដេតខ្លួនឯងម្ដងបន្តិចណាមួយក៏បានមតិយោបល់ពីបងដែរដែលគាត់ចូល comment គាត់ថាដើម្បីកុំឲ្យសលេងយើងស្ដាប់ទៅមើលទៅគោកពេកគួរតែ add ភ្លេងអីបន្ថែមបន្តិចបន្តួចអញ្ចឹងទៅបើអ្នកខ្លះទៅគាត់បកកែ add សំឡេងដូចជាសើចសំឡេងក៏ផ្លាយអីចឹងទៅអានឹងវាជា style របស់គាត់មួយប៉ុន្តែដូចខ្ញុំអត់សូវចេះអត់សូវប្រសពអញ្ចឹងខ្ញុំបានតែដាក់ភ្លេងធម្មតាទេព្រោះដោយសារតែចំណេះជំនាញរបស់យើងគឺវាមានខុសគ្នាបងប្អូននិយាយប៉ុណ្ណឹងបានហើយយូរអត់បានប្រាប់ពីមុខម្ហូបបងប្អូនទាំងអស់គ្នាទេថ្ងៃហ្នឹងខ្ញុំបានឆាតាពាំងជូរទៀតហើយបងប្អូនហើយអញ្ចឹងបានថារឿងអីក៏ដោយតែវាត្រូវកើតវាកើតហើយដូចខ្ញុំថ្ងៃហ្នឹងអញ្ចឹងកាប់ទៅអត់ចង់មិនបន្តិចទេប៉ុន្តែដោយសារតែចានឡើយបងប្អូនហើយអ្នកលក់គាត់មកលក់អត់មានអីទាំងអស់ហ្មងថ្ងៃហ្នឹងនៅសល់សាច់ជ្រូកឲ្យខ្ញុំបាន3ខាំហ្នឹងលេថ្លើមខ្លះទៀតហើយនៅសល់តាពាំងកន្លះគីឡូខ្ញុំក៏អត់ដឹងថាសម្រាប់ចិត្តមិនដែរបើសិនជាអត់យកមកធ្វើទេក៏មិនដឹងថាទៅទិញអីបានដែរព្រោះដោយសារតែខ្ញុំទៅណាអត់រួចទេនៅផ្ទះ2នាក់កូននិយាយមែនណារាល់ថ្ងៃនេះក៏តែម៉ូតូមហូបគេចូលតាមទេហើយមិនដឹងថាបានអីញ៉ាំទេ